បងគួរតែសម្របសម្រួលជាមួយគាត់មិនត្រូវយកវីដេអូមកផុសជាសាធារណៈអញ្ចឹងទេសម្របសម្រួលលុះត្រាណាតែបុគ្គលបើជាភ្ញៀវនឹងចង់សម្របសម្រួលជាមួយយើងបើគ្រាន់តែឃើញយើងបាញ់ខុសពណ៌គាត់យើងបាញ់រៀងស្អាប់ 70% គាត់ចង់ឲ្យភ្លឺអញ្ចឹងគាត់ញ៉ាំងអត់យកអីហ្នឹងសម្របសម្រួលមកទៀតបើសម្របសម្រួលចុះឲ្យអីណាពូ10រៀលឬក៏20រៀលអីអាហ្នឹងយើងគួរសម្របសម្រួលហើយចុះបើមនុស្សមិនចង់សម្របសម្រួលយើងសម្របសម្រួលអីតែពិតទៅគ្រឿងសង្ហារិមដែលខ្ញុំលក់ហ្នឹងបាទមិនមែនខ្ញុំលក់ផ្ទាល់ឲ្យភ្ញៀវទេបាទបើលក់ខ្ញុំលក់ផ្ទាល់ឲ្យភ្ញៀវនោះបាទខ្ញុំងាយភ្លាត់ទេដោយសារអីមានអ្នកកុកជេមកតទៀតបាទកុកជេយកទៅដាក់ផ្ទះភ្ញៀវហ្នឹងអញ្ចឹងមិននិយាយលំអិតជាមួយភ្ញៀវហើយក៏មិននិយាយលំអិតជាមួយខ្ញុំដែរគាត់តែនិយាយថាបងក្រែនឹងរៀបចំបាញ់មកស្អាតទៅបាញ់មកស្អាតខាងយើងគិតថាបាញ់ស្អាត 70% ចេះហើយបាទដូចក្រែនេះបាទខ្ញុំបាញ់ 70% នេះដូចទូនេះបាទក៏ 70% ដែរបាទយើងបាញ់ 70% អញ្ចឹងបងប្អូនបាទឧស្សាហ៍អីយើងបាញ់ភ្លឺពេកវាឆាប់នឹងឆ្កូតបាទអញ្ចឹងហើយបងថាមិនត្រូវបងមានសិទ្ធអីថាខ្ញុំមិនត្រូវឬខុសបាទបងមានសិទ្ធអីមកថាអញ្ចឹងបាទពេលខ្លះទៅការនិយាយរបស់យើងរៀងលើសបាទដល់លើសទៅវាអត់បានអីផលចំណេញទេបងពេលខ្លះទៅវាអាចប៉ះពាល់អារម្មណ៍គេដែរបាទគេអ្នកធ្វើមែនតែនគេអ្នកលក់មែនតែនបាទគេមិនមែនអ្នកលក់មួយថ្ងៃឲ្យតែបានបាយមួយពេលលឹងណាបាទគេលក់គេមានគុណធម៌របស់គេដែរបងបាទដូចបងលក់អីវ៉ាន់បងមានបាទបបពិសោធន៍របស់បងបាទហើយការនិយាយរបស់ខ្ញុំនេះខ្ញុំគ្រាន់តែចែកម្លែកដល់បាទអ្នកដែលលក់បាទថ្មីបាទគាត់ឲ្យលំអិតអាកន្លែងហ្នឹងបើយើងអត់លំអិតទៅខ្ញុំលក់ឡើង5 6ឆ្នាំហើយខ្ញុំនៅភ្លាត់អីចុះទម្រាំគ្នាទៅវាចេញលក់ដំបងខ្ញុំចង់ផ្ដល់យោបល់ឲ្យបាទអ្នកលក់គ្រឿងសង្ហារិមទូទាំងមិនស្រុកខ្មែរហ្នឹងបាទអ្នកណាដែលនៅខ្ចីបាទគួរតែលំអិតកន្លែងហ្នឹងបាទតែខ្ញុំភ្លាត់នេះមិនមែនខ្ញុំភ្លាត់ខ្លួនឯងទេបាទគឺខ្ញុំភ្លាត់ដោយសារបាទអ្នកកុកជេបន្តទេបាទហ្នឹងហើយបាទអ្នកយកពីខ្ញុំទៅលក់ឲ្យភ្ញៀវបន្តទេបាទអញ្ចឹងបញ្ហានេះខ្ញុំត្រូវរុញច្រានទៅឲ្យណាអ្នកកុកជេប៉ុន្តែគ្រាន់ថាអីបាទខ្ញុំជាអ្នកលក់ខ្ញុំទទួលខុសត្រូវគ្រប់បែបយ៉ាងបាទឃើញទេបាទអ្នកកុកជេពេលខ្លះគ្នាបានហ្មងឲ្យយើងទៅជួនកគ្នាបន្ថែមមិនកើតបាទអញ្ចឹងខ្ញុំសុកចិត្តដឹកគ្រាមកវិញទៅបាទសុកចិត្តអីពីកចេះទៅស្វាយរៀងមិនមែនចិត្តណាផ្សារជាភូនោះបាទចូលដីចង់300 គីឡូហើយដឹងបាទអញ្ចឹងហើយម្ចាស់ផ្ទះហ្នឹងក៏គាត់នេះដែរគាត់អត់បានយកលុយកក់វិញដែរគាត់កក់បាន100ដែរបាទគ្រា3ហ្នឹងបាទអញ្ចឹងគាត់ថាអូនអើយខ្ញុំអត់យកលុយកក់ហ្នឹងទេបាទអញ្ចឹងយើងក៏អរគុណគាត់ទៅបាទបើសិននេះគាត់ថាបាញ់លុយកក់ឲ្យបងវិញអាប្រុសឡាបាញ់ឲ្យភ្លាមបាទចិត្តណាស់បាទរោស៊ីតតែអញ្ចឹងបងប្អូនបាទតើហ៊ានស៊ីហ៊ានសងកុំហ៊ានទៅស៊ីអាសងអត់ហ៊ានណាបាទអានោះលក់ផ្លូវហើយបាទហ្នឹងហើយអញ្ចឹងបាទអារឿងហ្នឹងដោយសារអីដោយសារបាទអ្នកកុកជេបាទបើរឿងខ្ញុំអ្នកលក់ហ្មងខ្ញុំលំអិតខ្ញុំអត់ឲ្យភ្លាត់ទេបាទខ្ញុំលក់6 ឆ្នាំអត់ដែរភ្លាត់ម្ដងទេបាទហ្នឹងហើយ